សូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមនាំអារម្មណ៍បងប្អូនទៅទស្សនានៅទិដ្ឋភាពផ្សារនៅស្រុកស្រែជនបទមួយកន្លែងដែលស្ថិតនៅក្នុងខេត្តតាកែវឃើញទិដ្ឋភាពនេះហើយមានអារម្មណ៍ថាដូចជាទិដ្ឋភាពតាំងពីអតីតកាលជាង20ឆ្នាំមុនបន្លែត្រីសាច់ស្រស់ៗគ្មានសារធាតុគីមីដែលភាគច្រើនពួកគាត់ប្រមូលផលបានពីចម្ការឬជាដំណាំដែលដាំនៅបរិវេណក្បែរផ្ទះរបស់ពួកគាត់នំខ្មែរជាដើមសុទ្ធសឹងតែជាផលិតផលធម្មជាតិទាំងស្រុងយើងមើលទៅឃើញមានដូចជាដំឡូងត្រកួនត្រួយល្ពៅស្ពៃសណ្តែកគួរនិងត្រីស្រែដែលទើបតែរកបានថ្មីហើយលក់នៅក្នុងតម្លៃទាបដែលយើងគ្រាន់តែចំណាយលុយតែបន្តិចគឺអាចទិញដាក់ពេញទូទឹកកកតែម្ដងការលក់ដូររបស់ពួកគាត់ខ្ញុំគិតថាវាមិនមែនគ្រាន់តែជាការរកស៊ីទេតែជាការចែករំលែកនូវទិន្នផលផ្ទះទៅកាន់អ្នកជិតខាងផងដែរជាទិដ្ឋភាពដែលផ្ដល់នូវភាពស្រស់ស្រាយសប្បាយរីករាយអ្នកលក់ក្មេងចាស់ប្រុសស្រីលក់ផលិតផលរបស់គាត់ដែលពោរពេញទៅដោយស្នាមញញឹមប៉ុន្តែយ៉ាងណាមិញបើយើងចង់ទិញបន្លែត្រីសាច់ទាំងអស់នេះយើងត្រូវប្រញាប់មកឲ្យលឿនបន្តិចព្រោះយ៉ាងយូរត្រឹមម៉ោង 9 ព្រឹកពួកគាត់នាំគ្នាសារកន្ទេលនិងកម្រាលផ្សេងត្រឡប់ទៅផ្ទះវិញអស់ហើយសកម្មភាពនេះវាបានក្លាយទៅជាទម្លាប់ជាប្រចាំរបស់បងប្អូនប្រជាជននៅក្នុងតំបន់នេះទៅហើយសូមអរគុណដល់បងប្អូនដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូកម្សាន្តក្រោយៗទៀតសូមអរគុណ